ធ្លាការពិតក្រោយពេលដែលគេខមមិនថាមង្គលទ្រាំដើម្បីលុយស្រាប់តែចែដណាប្រតិកម្មវិញយ៉ាងខ្លីដូចនេះថាបងប្អូនជាទីគោរពរាប់អានបងប្អូនប្រកាសជាបានជ្រាបហើយកាលពីអំឡុងថ្ងៃទី24ខែតុលាឆ្នាំ2022កន្លងទៅនេះអ្នកស្រីត្រីដាណានិងលោកសេងមង្គលបានបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងគ្នាយ៉ាងខ្លាំងដោយភាពញញឹមញញែងនិងជាពិសេសជុលកែវគ្នាជាមួយនឹងសូរ៉ានិងមិនត្រឹមតែប៉ុណ្ណេះបានបង្ហាញការរួមរែកជាមួយនឹងគ្នាប្រកបដោយក្តីសុខនិងសប្បាយរីករាយដោយចែដាណាញញឹមតាំងពីព្រលឹមទល់ព្រលប់ដោយមានសុភមង្គលបំផុតដែលធ្វើឲ្យហ្វេនជាច្រើនបានលើកឡើងថាអ្នកស្រីត្រីដាណានិងលោកសេងមង្គលទំនងជាចិត្តដល់ថ្ងៃរៀបការជាមួយគ្នានិងស្រឡាញ់គ្នាពិតប្រាកដហើយពីព្រោះថានៅពេលបច្ចុប្បន្នលើពី BA ទៅហើយអ្នកស្រីត្រីដាណាក៏បានប្រកាសជាសាធារណៈផងដែរចំពោះមនុស្សដែលខ្លួនស្រឡាញ់គឺហាក់បីដូចជាត្រូវជាមួយនឹងលោកសេងមង្គលមិនតែម្ដងដូច្នោះកុំឲ្យប្រិយមិត្តរបស់យើងរងចាំយូរសូមមេត្តាជួយ Subscribe និង Like ដើម្បីទទួលបាននូវព័ត៌មានថ្មីបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងលោកសេងមង្គលនិងអ្នកស្រីត្រីដាណាបងប្អូនមហាជនប្រកាសជាជ្រាបជាក់ជាមិនខានទេមួយរយៈចុងក្រោយនេះកំពុងតែធ្វើឲ្យប្រិយមិត្តលោកអ្នកស្ដាប់មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសក៏មានការចង់ដឹងចង់ឮនិងចង់ឲ្យលោកសេងមង្គលនិងអ្នកស្រីត្រីដាណាខ្លាយទៅជាគូអនាគតជាមួយនឹងគ្នាថែមទៀតផងក្រោយពេលដែលលោកសេងមង្គលនិងអ្នកស្រីត្រីដាណាបានបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងគ្នានៅពេលដែលទៅជួបតំណាងចែកចាយនៅក្នុងពេលនោះផងដែរគឺលោកសេងមង្គលនិងអ្នកស្រីត្រីដាណាបានរួមជាមួយនឹងគ្នាប្រកបដោយសេចក្តីសុខនិងអ្នកស្រីត្រីដាណាបង្ហាញស្នាមញញឹមតាំងពីព្រលឹមទល់ព្រលប់រហូតដល់ហ្វេនជាច្រើនមានការលើកឡើងផ្សេងគ្នាស្រាប់តែនៅក្នុងថ្ងៃទី27ខែតុលាឆ្នាំ2022នេះវិញអ្នកស្រីត្រីដាណាបាននិយាយនៅក្នុងការ live ជាក់ច្បាស់តែម្ដងដែលអ្នកស្រីអះអាងថាអ្នកស្រីចាប់ផ្ដើមអាណិតលោកសេងមង្គលខ្លាំងណាស់ក្រោយពេលដែលបងប្អូនមួយចំនួនអះអាងថាលោកសេងមង្គលធ្វើដើម្បីលុយអ្នកស្រីក៏បានបញ្ជាក់នៅក្នុងថ្ងៃនេះថាតើអ្នកណាដែលធ្វើមិនដើម្បីលុយសូម្បីតែអ្នកស្រីអង្គុយឡែតដើម្បីលក់ផលិតផលនេះក៏ដើម្បីលុយដូចគ្នាពីព្រោះថាលុយជារឿងសំខាន់ដើម្បីយកមកចិញ្ចឹមជីវិតនិងដើម្បីក្រពះការមានប្រសាសន៍របស់អ្នកស្រីត្រីដាណានេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនលើកឡើងផ្សេងគ្នាតែម្ដងថាអ្នកស្រីជាមួយនឹងលោកសេងមង្គលសំគ្នាជាដើមនៅពេលនោះផងដែរអ្នកស្រីមិនប្រកែកទេគឺញញឹមបិទមាត់មិនចិត្តដោយសេចក្តីស្មោះត្រង់ជាពិសេសអ្នកស្រីក៏បានបញ្ជាក់ទៀតថានៅក្នុងពេលដែលរៀបចំកម្មវិធីគ្រាន់តែជាករណីមួយសម្ដែងដើម្បីឲ្យហ្វេនផ្ទុះនៅការចាប់អារម្មណ៍និងដើម្បីស្នាមញញឹមរបស់តំណាងចែកចាយរបស់ខ្លួននៅក្នុងខេត្តនោះក៏ដូចជាតំណាងការលក់របស់ខ្លួនដែលបង្កឲ្យមានការចាប់អារម្មណ៍មួយរយៈចុងក្រោយនេះដូចជានៅព័ត៌មាននេះមានប៉ុណ្ណឹងដើម្បីទទួលបាននូវព័ត៌មានថ្មីបន្ថែមទៀតសូមមេត្តាជួយ Subscribe និង Like ខ្ញុំបាទសូមអរគុណនិងសូមគោរពលា